ចាជំរាបសួរពុកម៉ែបងប្អូនស្វាគមន៍ជាថ្មីថ្ងៃនេះដែរខ្ញុំនឹងជម្រាបជូនបងប្អូនអំពីបទពិសោធន៍ដែលយើងជិះរថយន្តសាធារណៈទៅកាន់ប្រលានយន្តហោះអន្តរជាតិដៃជោចាហើយវីដេអូនេះដែរខ្ញុំបានថតតាំងពីខ្ញុំទៅដល់ប្រទេសឥណ្ឌូនេស៊ីថ្ងៃដំបូងហើយទើបតែមានឱកាសទំនេរពីសិក្ខាសាលាបានកាត់ជូនបងប្អូនទាំងអស់គ្នាចាដើម្បីកុំឲ្យខាត់ពេលវេលាយូរសូមបងប្អូនតាមដានទស្សនាទាំងអស់គ្នាចាអញ្ចឹងដោយបានសន្យាហើយកុំឲ្យខាត់ពេលវេលាយូរខ្ញុំនឹងជម្រាបជូនបងប្អូនតែម្ដងចាអញ្ចឹងថ្ងៃនេះដែរក្នុងរយៈពេលមួយថ្ងៃពេញនេះតាំងពីម៉ោង8រហូតមកដល់ម៉ោង10យប់នេះចាអញ្ចឹងខ្ញុំបានធ្វើដំណើរពីទីក្រុងភ្នំពេញរហូតមកដល់ទីក្រុងចាកាតាប្រទេសឥណ្ឌូនេស៊ីចាអញ្ចឹងអ្នកទាំងអស់គ្នាឆ្ងល់ហើយថាខ្ញុំធ្វើដំណើរមកចាកាតានេះដើម្បីអីចាអញ្ចឹងខ្ញុំមានបេសកកម្មត្រូវចូលរួមកម្មវិធីសិក្ខាសាលានៅទីក្រុងចាកាតានេះរយៈពេល3ថ្ងៃចាហើយយើងបូករួមទាំងពេលធ្វើដំណើរទៅមកហ្នឹងអញ្ចឹងបូករួម2ថ្ងៃទៀតអញ្ចឹងខ្ញុំនៅទីក្រុងចាកាតានេះរយៈពេល5ថ្ងៃចាអញ្ចឹងថ្ងៃនេះថ្ងៃទី1ហើយចាអញ្ចឹងខ្ញុំ4ថ្ងៃទៀតខ្ញុំនឹងត្រឡប់ទៅភ្នំពេញវិញហើយចាអញ្ចឹងការធ្វើដំណើរតាមរថយន្តក្រុងនេះគឺងាយស្រួលមែនតើយើងចំណាយលុយត្រឹមតែ1500រៀលទេយើងនឹងទៅដល់មុខប្រលានយន្តហោះថ្មីរបស់យើងតែម្ដងចាហើយខ្ញុំសង្កេតឃើញការឲ្យលុយឬក៏ការបង់លុយនៅរថយន្តសេវារថយន្តក្រុងនេះវាមានភាពងាយស្រួលមែនតើអញ្ចឹងយើងអាចបង់ឬយើងអាចបង់ជាលុយក៏បានយើងអាច scan QR code ក៏បានឬក៏យើងអាចscan Visa card របស់យើងក៏បានដែរព្រោះអីព្រឹកមិញខ្ញុំជិះឃើញមានទូកមានម៉ាស៊ីន scan Visa card មកដល់ពលានយន្តហោះនេះគឺប្រហែលជាម៉ោង 9:20 នាទីចាអញ្ចឹងបើគិតទៅចរាចរណ៍វាអត់សូវស្ទះប្រហែលទេព្រោះអីឡានចេញមករហូតដែរហើយនៅតាមផ្លូវក៏អត់សូវមានឡានស្ទះខ្លាំងដែរចំណតរថយន្តក្រុងមួយកន្លែងទៀតគឺនៅមុខ Eon 3ចាអញ្ចឹងបងប្អូនអាចឡើងនៅមុខក្រសួងសង្គមគិច្ចក៏បានឬក៏អាចឡើងនៅមុខEon 3ក៏បានដែរចាហើយអញ្ចឹងឡើងតាំងពីនឹងរហូតមកដល់ពលានគឺអត់មានឈប់ទៀតទេអញ្ចឹងករណីដូចព្រឹកមិញដែលខ្ញុំជិះហ្នឹងអត់ស្ទះអត់អីហ្នឹងគឺលឿនមែនតើចាអញ្ចឹងម៉ោង 9:20 នាទីខ្ញុំទៅដល់មុខពលានចាអញ្ចឹងសូមបញ្ជាក់បន្តិចទៅដល់មុខពលានហ្នឹងមិនមែនជាកន្លែងដែលមិនមែនជាកន្លែងដែលយើងធ្វើដំណើរតែម្ដងទេចាអញ្ចឹងគឺយើងត្រូវចុះនៅចំណតឡានក្រុងហើយយើងត្រូវដើរចូលទៅក្នុងពលានដោយខ្លួនឯងចាអញ្ចឹងដើរហ្នឹងប្រហែលជាអាចថា10នាទីដែរប្រសិនបើយើងដើរយឺតប្រសិនបើយើងដើរលឿនអាចត្រឹមតែ6ឬក៏7នាទីទេអញ្ចឹងវាខ្ទង់ប្រហែលហ្នឹងចាអញ្ចឹងពេលមកដល់ពលានហើយគឺខ្ញុំបងប្អូនបានឃើញរូបនេះណាខ្ញុំបង្ហាញជូនបងប្អូនទាំងអស់គ្នាចាអញ្ចឹងឲ្យតែពេលខ្ញុំធ្វើដំណើរក្រៅប្រទេសគឺខ្ញុំតែងតែថ្វាយបង្គំព្រះអង្គដើម្បីសូមសេចក្តីសុខសិនចាអញ្ចឹងខ្ញុំអត់ច្បាស់ថាតើបងប្អូនដូចខ្ញុំដែរឬអត់ទេក៏ប៉ុន្តែជាធម្មតាពេលណាដែលខ្ញុំធ្វើដំណើរក្រៅប្រទេសគឺខ្ញុំតែងតែថ្វាយបង្គំព្រះសិនមុនពេលខ្ញុំ check in ចាអញ្ចឹងក្រោយពេលខ្ញុំថ្វាយបង្គំព្រះហើយខ្ញុំបានទៅ check in ចាដោយសារតែលើកនេះខ្ញុំមកមានគ្នាច្រើនចឹងគ្នារហូតដល់4នាក់ចឹងខ្ញុំអត់បានណាត់គ្នាថា check in ពេលណាទេក៏ប៉ុន្តែគ្រាន់តែណាត់គ្នាថាម៉ោង9កន្លះឬក៏10អីហ្នឹងអាចមកដល់ពលានទាំងអស់គ្នាចាចឹងជាចាយដនអីក៏មានបងដែលគាត់ទៅជាមួយខ្ញុំហ្នឹងគាត់ផ្ញើសារមកឲ្យសួរស្របពេលដែលខ្ញុំឈរទៅរងជួរចាំ check in ចាអញ្ចឹងឈរចាំហ្នឹងវាយូរដែរដោយសារតែមានភ្ញៀវគាត់ត្រូវ check in ច្រើនហើយរឿងដែលអស់សំណើចមួយទៀតតាមពិតទៅពួកខ្ញុំបាន check in មិនសូវមិញរួចទេ check in online ហ្នឹងរួចហើយក៏ប៉ុន្តែត្រូវឈរចាំរហូតដល់ជិតដល់ពេលខ្លួនឯងត្រូវ check in ហ្នឹងបានសួរបងដែលគាត់នៅពលានហ្នឹងសួរថាបងខ្ញុំ check in online រួចហើយ
តើខ្ញុំអាចទៅ check in បានអត់ដល់ពេលហើយគាត់ថាទៅ drop back បានអត់ដល់ពេលហើយគាត់ថាអូខេបានបងអត់អីទេអញ្ចឹងទៅក៏បានទៅ drop ហ្នឹងហើយ check in បានចា check in ហើយគឺយើងទៅដកពន្ធចាអញ្ចឹងប្រជាជនកម្ពុជាយើងអញ្ចឹងសម្រាប់អ្នកដែលកាន់ passport ខ្មែរគឺគាត់អាចដកលុយ$7ពីសំបុត្រយន្តហោះដែលយើង check in រួចចាអញ្ចឹងក្រោយពេល check in រួចគឺយើងត្រូវចូលទៅខាងក្នុងអីចាអញ្ចឹងចូលទៅខាងក្នុងគឺឆ្លងកាត់ security check ចាអញ្ចឹងទី1ដែលយើងត្រូវធ្វើគឺយើងត្រូវ scan កាតាបរបស់យើងចាអញ្ចឹងក្នុងករណីដែលយើងមាន laptop យើងមាន iPad យើងមានទូរស័ព្ទអីហ្នឹងគឺយើងត្រូវដកវាចេញពីកាតាបរបស់យើងចាហើយដកចេញពីកាតាបហើយចាអញ្ចឹងដាក់នៅក្នុងថោះនៅក្នុង tray របស់គេហ្នឹងចានៅក្នុងថាសរបស់គេហ្នឹងអញ្ចឹងយើងដាក់វាម្ដុំទៅហើយកតាបឬក៏យើងមានអាវក្រៅអីហ្នឹងយើងអាចដោះវាដាក់នៅក្នុងថាសមួយទៀតចាអញ្ចឹងក្រោយពេលឆ្លងកាត់កន្លែង security check ហើយគឺយើងត្រូវមានការ scan passport ឬក៏ការត្រួតពិនិត្យ passport ពីមន្ត្រីអាកាសចរដែរចាអញ្ចឹងសម្រាប់ការឆ្លងកាត់កន្លែងហ្នឹងគឺយើងមាន2ជម្រើសទី1យើងអាចឆ្លងកាត់តាមរយៈ auto gate ចាអញ្ចឹងយើងអាច scan passport ខ្លួនឯងយើងអាច scan boarding pass ខ្លួនឯងហើយយើងអាចដាក់ម្រាមដៃ scan ខ្លួនឯងហើយនឹងថតមុខខ្លួនឯងចាកាមេរ៉ាគេមានកាមេរ៉ានៅលើទូហ្នឹងចាអញ្ចឹងគ្រប់យ៉ាងជាប្រព័ន្ធស្វ័យប្រវត្តិអញ្ចឹងយើងអាចធ្វើខ្លួនឯងបានទាំងអស់ក៏ប៉ុន្តែក្នុងករណីដែលយើងអត់ចង់ចូលទ្វារស្វ័យប្រវត្តិហ្នឹងទេយើងអាចទៅ counter ដែលមានមន្ត្រីអាកាសចរគាត់នៅប្រចាំការនៅទីនោះបានដូចគ្នាចាអញ្ចឹងក្រោយពេលយើងធ្វើដំណើរហើយឆ្លងកាត់ទីកន្លែងហ្នឹងហើយចាអញ្ចឹងវាគៀកនឹងម៉ោងដែលយើងត្រូវឡើងយន្តហោះដែរចាអញ្ចឹងមុនពេលហ្នឹងគឺបងប្រុសដែលគាត់ធ្វើដំណើរជាមួយគ្នាថ្ងៃហ្នឹងគឺគាត់បបួលទៅទិញកាហ្វេចាក៏ប៉ុន្តែខ្ញុំអត់បានទិញទេដោយសារខ្ញុំបានទិញរួចហើយចាអញ្ចឹងគាត់ទិញកាហ្វេហើយស្របពេលដែលចាំហ្នឹងក៏បានថតរូបពីបេប៉ុសនៅក្បែរហ្នឹងដែរចាអញ្ចឹងក្រោយពេលហ្នឹងគឺបានកាហ្វេហើយគឺយើងត្រូវធ្វើដំណើរទៅកាន់ច្រកឡើងយន្តហោះចាអញ្ចឹងច្រកឡើងយន្តហោះព្រឹកមិញហ្នឹងគឺនៅច្រក A32 A ចាអញ្ចឹងយើងធ្វើដំណើរទៅហ្នឹងទៅតាមទិសដៅចង្អុលបង្ហាញទៅរហូតទៅដល់ច្រកទ្វារចូលចាក៏ប៉ុន្តែទៅដល់ទីនោះគឺអត់ទាន់បានចូលយន្តហោះភ្លាមទេអត់ទាន់បានឡើងយន្តហោះភ្លាមទេគឺយើងនៅចាំសិនដោយសារតែយន្តហោះថ្ងៃនេះពន្យាពេលប្រហែលជា20នាទីចាទើបយើងចាប់ដើម boarding យើង boarding complete ម៉ោង 7:12 ចាអញ្ចឹងតរមតហោះពីខ្មែរយើងរហូតមកដល់កូឡាឡាំពួរអញ្ចឹងមកដល់នេះម៉ោង 2:07 កន្លះចាអញ្ចឹងម៉ោង 2:07 កន្លះយើងដើរទៅរក gate ដែលយើងត្រូវtransfer យើងត្រូវ transit នៅហ្នឹងចាអញ្ចឹងម៉ោងដែលយើងត្រូវ boarding បន្តគឺម៉ោង 4:20 នាទីចាអញ្ចឹងសួរគ្នាសិនថាចង់ញ៉ាំអីទៀតអត់សួរគ្នាចង់មើលមុខគ្នាចង់មើលគ្នាឡើងគាត់ថាអូខេញ៉ាំទៀតចាអញ្ចឹងញ៉ាំទៀតហ្នឹងគឺយើងត្រូវជិះshuttle train ចា shuttle train នេះបងប្រុសដែលគាត់ធ្លាប់ទៅហ្នឹងគាត់ថាទើបតែថ្មីទេកាលមុនជិះឡានក្រុងហ្នឹងប្រហែលជា15នាទីបានទៅដល់តំបន់ C ដែលយើងត្រូវវាជាតំបន់ដែលគេ transfer ច្រើនចាមានជើងយន្តហោះផ្លាស់ប្ដូរនៅនឹងច្រើនអញ្ចឹងជាកន្លែងដែលសបោហាងសបោអាហារដ្ឋាននៅទីនោះច្រើនចាអញ្ចឹងកំងបាយកំងអីនៅហ្នឹងក៏ប៉ុន្តែតាមពិតទៅខ្ញុំអត់ញ៉ាំបាយទេខ្ញុំសាកម្ហូបឡាក់សារសជាតិត្រីខចាអញ្ចឹងដូចរូបដែលខ្ញុំបានបង្ហាញបងប្អូនហ្នឹងចាអញ្ចឹងឡាក់សាហ្នឹងពេលញ៉ាំទៅវាធំក្លិនកាពិហើយញ៉ាំទៅមានអីរសជាតិអាចទទួលយកបានខ្ញុំចាំបាច់គូចឆ្មាបន្ថែមទៅវារៀងជូរហឹលផ្អែមហើយវារៀងប្រៃដែររសជាតិវារៀងដិតបន្តិចចាក៏ប៉ុន្តែអាចទទួលយកបានចាអញ្ចឹងក្រោយពេលញ៉ាំហើយអញ្ចឹងយើងគិតលុយគិតអីហើយទៅយើងត្រឡប់មកតំបន់ដែលយើង
thâu thua đầm nào mau Jakarta đấy chả chân dương từ ti tăng cha với đầm bay từ rock gate đại dương từ security check mà đồng tiền chả chân được non security check này cứ dương đọc này là sao tự cọ nó cứ kê ắt ao dương tục tệ kẹt ao dương tục tế chân dương thời chạm việc tránh chàng chân sầm ạt đọc ấy ạt tới hay dương đặt check security check thông đà chàng chân rừng này dương thời thối cứ nơi tại đọc laptop đọc iPad đọc từ xa đường electronic nó cứ dương thời đọc chàng chàng chân chlong cắt cái security check ấy cứ mong buồn một hai đầu tiên nó cứ dương bọt điện trả chân dương ở trăm bạch thử bị chia pe liên tế chân dương ai bọt điện bàn trả chân bọt điện hãy bọt điện vì nu màu rồi hốt bật đó lý chân fly về màu màu chiên đáy trả chân màu màu sai sập tí chân bật đó lý màu bật đó lý màu bờ chiên mong po mũi chiến trả chân trom tại chlong cắt immigration how ấy nắng chân vi hiền du đáy trả du chân chi grab chi ấy mau tiết trong này p mà máu tiết chân vi du mình tàn chàng chân hết bàn một đò tin đi màu đọc hết từ tại bàn sầm rạ hết bàn dây video prap bom ôn được nè chả chân video để nhung ban và hai chú bom ôn ấy cứ miền tập ban năng té hơi sân không thay bom ôn đập ắt thuỳnh chả chân nhung xong prap bom ôn tai pan tế chân dân chụp kia nơi video cào tiệt chả con chụp đẹp lia